ឬក៏បងប្អូនមានស្រោមដៃដូចជាស្រោមដៃនិយាយទៅសំណងស្រាដែកហ្នឹងក៏បានយើងសាំងវាទៅនៅលើដៃចឹងសិនមកឲ្យស៊ីវាឲ្យស៊ីឆ្អាតរងហើយទៅវាដាក់គីឡូពេញហើយយើងឲ្យស៊ីកដោយើងឲ្យវាស៊ីឆ្អាតឲ្យវាពេញគីឡូប្រហែលជាមួយទឹកអីយើងដឹងគីឡូពេញហើយឬក៏5ថ្ងៃដឹងបងប្អូនឲ្យវាស៊ីលើដៃយើងឲ្យស៊ីឆ្អាតទៅឲ្យវាស៊ីហើយយើងថ្លឹងគីឡូវាមកចឹងណាពេលយើងដឹងគីឡូវាហើយវាសាំងជាមួយយើងអីចឹងហើយយើងចាប់ផ្ដើមប្រហាត់វាយើងចាប់ផ្ដើមស្រកគីឡូវាមិនមែនប្រអត់ចំណីហ្នឹងបងមានន័យថាយើងឲ្យចំណីស៊ីដែរប៉ុន្តែយើងឲ្យស៊ីតិចជាងមុនចឹងឧទាហរណ៍ថារាល់ដងយើងឲ្យស៊ីមួយដល់មកយើងឲ្យស៊ីមួយតែតិចជាងមុនតែដល់យើងបន្ថយបន្តិចរហូតដល់បាន25ទៅ20ទៅ30%ហ្នឹងអ្នកខ្លះគេតម្លាក់ដល់30%ប៉ុន្តែបងប្អូនតម្លាក់ច្រើនពេកអញ្ចឹងវាអាចនឹងងាប់សត្វយើងជាងបងប្អូនគួរតែតម្លាក់ត្រឹម20%ឬក៏25%បាទអញ្ចឹង20%មានន័យថា1គីឡូសត្វពេញយើងមកអញ្ជិញខ្លឹងសត្វគឺអញ្ជិញបែបអញ្ជិញគឺកំណត់ជាក្រាមដូចជា1គីឡូវាស្មើនឹង1000ក្រាមអញ្ចឹងយើងតម្លាក់គីឡូវាមិនសិនជាសត្វទូកអញ្ចឹងវាអាចត្រឹម2ខាំអីឬក៏1ខាំមួយឬក៏9ក្រាមអីហ្នឹងយើងគុណនឹង100គុណនឹង20ចែកនឹង100ទៅឃើញយើងគួរតែទុកវានៅសមហ្នឹងបងប្អូនត្រូវមានជីងដែរបងប្អូនលេងសត្វអត់មានជីងយើងពិបាកកំណត់គីឡូអញ្ចឹងបើយើងលេងអត់មានជីងច្បាស់លាស់យើងតម្លាក់ចេះទៅតាមស្មានស្ទាបទ្រុងស្ទាបអីអាហ្នឹងវាហានិភ័យដល់សត្វរបស់យើងតម្លាក់ជ្រុលវាងាប់ហើយយើងឲ្យវាស៊ីច្រើនពេកវាអត់តាមយើងក្បួនដល់គេប្រហាត់វាត្រឹម30% 25 20បាទតាមសត្វណាយើងអត់អាចតម្លាក់វាហួសនឹងបានទេបងប្អូនតម្លាក់លើសនឹងវាអាចងាប់សត្វហានិភ័យគឺងាប់តែបាទកូនចាស់បងប្អូនអរគ្នាបាទនេះគឺទៅវីដេអូចែកម្លែកការប្រហាត់សត្វតែបងប្អូនអត់ទាន់ចេះប្រហាត់អីចឹងបាទបងប្អូនអាចសាកបងបានសម្រាប់បងប្អូនថ្មីទេបងប្អូននេះគ្រាន់តែការចែកម្លែកសម្រាប់បងប្អូនអីថ្មីដែលគាត់អត់ទាន់ចេះប្រហាត់សត្វទៅគាត់ទិញសត្វយកទៅលេងគាត់ចេះតែតម្លាក់ខ្លាំងពេកទៅដើម្បីវាតាមដៃតាមយើងបាទតម្លាក់ខ្លាំងវាតាមហើយណាវាងាប់វាងាប់បាទហើយបាទយើងឲ្យវាស៊ីច្រើនពេកវាឈប់តាមយើងវាឈប់ឆ្លងដៃឈប់អីទាំងអស់បោះវាទៅប្រុចទៅបាត់ហ្នឹងវាស្អីប្រហែលហើយសម្រាប់បងប្អូនដែលចង់ឲ្យប្រហាត់ស្លាប់ឆែកស្លាប់ស្ទាំងអាឡកនេះខ្ញុំអត់ទទួលទេខាងខ្ញុំអត់ទទួលទេទទួលតែប្រភេទអកព្រៃច្រើនពណ៌ហើយស្ទាំងស្លាប់ឆែកពណ៌ខ្លីប្រភេទអកភ្នំប្រភេទ free fly នេះអកត្រីទាំងសមុទ្រអីចឹងបាទអរគុណច្រើនបងប្អូនអរគ្នាវីដេអូនេះមានប៉ុណ្ណឹងឯងបាទសង្ឃឹមថាវីដេអូនេះជាវីដេអូដែលអាចជួយដល់បងប្អូនក្មេងៗដែលថ្មីដែរបានច្រើនបាទហើយសង្ឃឹមថាពេលបងប្អូនលេងប្រយ័ត្នកុំសរកពីខ្លាំងពេកដើម្បីវាតាមដៃយើងពេកអាហ្នឹងវាអាចហានិភ័យឲ្យវាងាប់លឿនបាទអរគុណបាទ